កម្ពុជាទទួលបានគម្រោងវិនិយោគរហូតដល់29គម្រោងជាមួយទុនវិនិយោគប្រមាណ1400លានដុល្លារអាមេរិកនៅពេញមួយខែតុលាកន្លងទៅនេះក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តគម្រោងថ្មីចំនួន29គម្រោងជាមួយទុនវិនិយោគសរុបប្រមាណ1400លានដុល្លារអាមេរិកនៅពេញមួយខែតុលាឆ្នាំ2025កន្លងទៅនេះដែលអាចបង្កើតការងារបានប្រមាណ25000កន្លែងក្នុងនោះការវិនិយោគពីប្រទេសចិននៅតែស្ថិតនៅលំដាប់លេខរៀងទី1ដោយបានរួមចំណែកជាង49%នៃទុនវិនិយោគសរុបគណៈការវិនិយោគក្នុងស្រុកបានរួមចំណែកប្រមាណជាង47%នៃទុនវិនិយោគសរុបបើតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាគម្រោងវិនិយោគទាំងនេះស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន18គម្រោងនិងគម្រោងវិនិយោគដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន11គម្រោងជាមួយគ្នានេះនៅក្នុងរយៈពេល10ខែឆ្នាំ2025 CDC បានអនុម័តគម្រោងវិនិយោគចំនួន575គម្រោងក្នុងទំហំវិនិយោគសរុបប្រមាណ9200លានដុល្លារអាមេរិកក្នុងនោះគម្រោងវិនិយោគមានការកើនឡើងចំនួន229គម្រោងស្មើនឹងប្រមាណ66%គណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត3700លានដុល្លារអាមេរិកស្មើនឹងប្រមាណ67%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2024ដែលមានគម្រោងវិនិយោគត្រឹមតែ346គម្រោងក្នុងទំហំវិនិយោគប្រមាណ5500លានដុល្លារអាមេរិក